បាទជំរាបសួរពុកម៉ែបងប្អូនអរគ្នានៅថ្ងៃហ្នឹងចង់សឡំជូកូនត្រីដើមចេកជាមួយកំពឹសហើយបងប្អូនយកចប់ជីកហ្នឹងច្រត់យកក្តិលចេកនេះគឺសល់អំពីវគ្គមុនដែលពុកខ្ញុំក៏កាត់ម្សៅហើយគាត់ក៏យកអាកដុងទឹកសុទ្ធយើងនេះយកទៅគ្របដើម្បីវាខ្ចីតែដោយសារគាត់យកគ្របហើយអាកដុងហ្នឹងវាបែកគូតទៅទឹកវាចូលដក់នៅក្នុងដើមចេកហ្នឹងហើយឥឡូវណែតឲ្យដកបានតែដើមចេកវាធំនៅក្នុងហ្នឹងចឹងតែមានរំបែកកដងនឹងចេញបងប្អូនខ្ញុំធ្វើការមកបែកចេញហើយដើម្បីយកដើមចេកយកមកស្លបានទឹកដក់ក្នុងហ្នឹងបាទទឹកដក់ក្នុងហ្នឹងពេញទឹកតែម្ដងឥឡូវកំពុងតែហែកចេញមកហើយដកបដាដកបានវាតឹងពេកតែបែកអស់ដោយសារទឹកវាដក់ក្នុងធុងហ្នឹងទៅធ្វើឲ្យលួយដើមចេកខ្លះដែរបានឥឡូវយើងបកយកតែខ្ចីមកនេះគឺខ្ចីសុទ្ធតែម្ដងគឺយើងត្រៀមយកទៅចិតស្លជាមួយកូនត្រីបងរះព្រៅទៀតឈ្ងុយតែម្ដងពេញឆ្នាំងឆ្ងាញ់ណាស់ពួកស្លមជូរទឹកប្រហុកទៀតរឹតតែអែមបាន